កុំចង់រឹងទៅតឹងជាមួយនឹងស្ដេចឥន្ទ្រីសក់មាសហ៊ានស៊ីហ៊ានសងអាមេរិកទ្រាំលេងបានបើកការវិប្រហារលុតអ៊ីរ៉ង់ជាថ្មីខណៈដែលការចរចាកំពុងបន្តមិនដឹងថាទៅដល់ត្រើយនៅពេលណានោះទេកងកម្លាំងអាមេរិកបើកការវាយប្រហារជាថ្មីនៅភាគខាងត្បូងប្រទេសអ៊ីរ៉ង់នៅថ្ងៃច័ន្ទគឺដើម្បីការពារកងទ័ពរបស់យើងពីការគំរាមកំហែងដែលបង្កឡើងដោយកងកម្លាំងអ៊ីរ៉ង់នេះគឺជាសម្រងសម្ដីដើមរបស់លោក Tim Hawkins អ្នកនាំពាក្យទីបញ្ជាការកណ្ដាលអាមេរិកហៅកាត់ថា CENTCOM ស្របពេលដែលអ្នកចរចាកម្ពុជារបស់អ៊ីរ៉ង់បានទៅដល់ទីក្រុងដូហាសម្រាប់កិច្ចពិភាក្សាដើម្បីបញ្ចប់សង្គ្រាមអ្នកនាំពាក្យ CENTCOM រូបនេះបានបន្តថាគោលដៅដែលត្រូវបានវាយប្រហាររួមមានទីតាំងបាញ់បង្ហោះមីស៊ីលនិងទូកល្បឿនលឿនរបស់អ៊ីរ៉ង់ដែលកំពុងព្យាយាមរីមីនក្នុងសមុទ្រការវាយប្រហារជាថ្មីរបស់អាមេរិកនេះគឺកើតមានឡើងខណៈដែលលោកអ៊ីស្មែលបាកេអ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់បានលើកឡើងថាមានការរីកចម្រើនទៅមុខខ្លះៗហើយនៅក្នុងកិច្ចពិភាក្សាជាមួយនឹងអាមេរិកប៉ុន្តែកិច្ចព្រមព្រៀងដើម្បីបញ្ចប់ជម្លោះគឺមិនអាចកើតមានឡើងនៅក្នុងពេលឆាប់ៗបានទេយោងតាមកាសែត New York Times ការវាយប្រហាររបស់អាមេរិកគឺផ្ដោតលើតំបន់មួយនៅក្បែរទីក្រុង Bandar Abbas ដែលជាទីក្រុងកំពង់ផែនាភាគខាងត្បូងនាជម្រកនៃមូលដ្ឋានទ័ពជើងទឹករបស់អ៊ីរ៉ង់ដែលស្ថិតនៅតាមបណ្ដោយច្រកសមុទ្រ Hormuz ទោះជាយ៉ាងណាក៏ដោយអ៊ីរ៉ង់មើលទៅហាក់បីដូចជាមានការប្រុងប្រយ័ត្នជាងមុនដោយគេមិនទាន់ឃើញមានការឆ្លើយតបវិញនៅឡើយទេដោយឡែកងាកមកមើលសេចក្តីព្រៀងនៃកិច្ចព្រមព្រៀងរវាងភាគីទាំងពីរវិញគឺរួមមានពជាបទជប់បាញ់60ថ្ងៃអ៊ីរ៉ង់អាចលក់និងនាំចេញប្រេងរបស់ខ្លួនបានតាមច្រកសមុទ្រ Hormuz បើកឡើងវិញដោយគ្មានការយកថ្លៃឆ្លងកាត់ហើយមិនត្រូវបានដោះចេញបន្ធូរបន្ថយទណ្ឌកម្មជាដំណាក់កាលលើប្រេងរបស់អ៊ីរ៉ង់ការរាំងខ្ទប់របស់អាមេរិកលើកំពង់ផែអ៊ីរ៉ង់ក៏ត្រូវបានកាត់បន្ថយនិងទុកពេល60ថ្ងៃដើម្បីចរចាគ្នារឿងនុយក្លេអ៊ែរជាដើមខណៈដែលលោកប្រធានាធិបតីដូណាល់ត្រាំបានលើកឡើងថាអ្វីដែលលោកចង់បានគឺយកសារធាតុអ៊ុយរ៉ានីយ៉ូមរបស់អ៊ីរ៉ង់មកកំទេចចោលនៅអាមេរិកក៏បានកំទេចនៅទីកន្លែងនឹងក៏បានដោយមានអ្នកខ្លំមើលអន្តរជាតិនិងកំទេចនៅកន្លែងផ្សេងមួយទៀតដែលអាចទទួលយកបាននោះក៏បានដែរប៉ុន្តែលោកអ៊ីប្រាហ៊ីមអាស៊ីស៊ីសមាជិកសភាជាន់ខ្ពស់របស់អ៊ីរ៉ង់បានលើកឡើងថាអ៊ីរ៉ង់មិនសូវជឿទុកចិត្តអាមេរិកនោះទេព្រោះអាមេរិកធ្លាប់បំពេញកិច្ចព្រមព្រៀងញឹកញយពេកហើយថាបើចង់ចប់សង្គ្រាមលុះត្រាតែអាមេរិកបញ្ឈប់រាល់សង្គ្រាមជួរមុខទាំងអស់រួមទាំងសង្គ្រាមលើលីបង់ផងដែរដោយអាមេរិកត្រូវធ្វើយ៉ាងណាគ្រប់គ្រងរបប Zionist ឲ្យបានទើបអ្វីវាចប់ដោយរលូនក្រោយបញ្ជាព្រាយក្បាល36អស់ហោះទៅវាយប្រហាររងកើអ៊ុយក្រែនឥឡូវរុស្ស៊ីបានប្រកាសឲ្យជនបរទេសចាក់ចេញពីទីក្រុងគីវជាបន្តទៀតហើយដោយទីក្រុងមូស្គូបានព្រមានថាខ្លួននឹងវាយប្រហារជាប្រព័ន្ធនៅទូទាំងរដ្ឋធានីរបស់អ៊ុយក្រែនមួយនេះតែម្ដងចាប់ពីពេលនេះតទៅដើម្បីសងសឹកនឹងការវាយប្រហារដោយដ្រូនទ្រង់ទ្រាយធំពីសំណាក់អ៊ុយក្រែននៅថ្ងៃទី24ខែឧសភានេះរុស្ស៊ីបានប្រឡែងព្រាយក្បាល36គឺមីស៊ីលលឿនជាងសំលេងអូរ៉េសនិកទៅវាយប្រហាររំជួយទីក្រុងគីវដោយបណ្ដាលឲ្យមនុស្ស4នាក់បានស្លាប់និងអគារជាច្រើនទៀតបានរងការខូចខាតមីស៊ីលអូរ៉េសនិកមានរហ័សសនាមថាព្រាយក្បាល36ដោយសារតែមីស៊ីលនេះមានក្បាលគ្រាប់ចំនួន6ដែលក្បាលគ្រាប់នីមួយៗអាចបំបែកជាគ្រាប់តូចបានចំនួន6ផ្សេងទៀតដែលនេះមានន័យថាសរុបទាំងអស់36គ្រាប់ហើយវាអាចហោះទៅវាយប្រហារ36ទីតាំងខុសៗគ្នាលើពីនេះវាហោះលឿនដូចព្រាយអញ្ចឹងពលគឺលឿនជាងសម្លេងរហូតដល់ទៅ11ដងដែលខែលការពារដែនអាកាសនាពេលបច្ចុប្បន្នរបស់អ៊ុយក្រែនគ្មានសមត្ថភាពស្ទាក់ចាប់បាននោះឡើយហើយអ្វីដែលធ្វើឲ្យបកសម្ព័ន្ធយោធា NATO ព្រួយបារម្ភគឺវាអាចហោះជ្រែកវេហាបានទៅដល់ចម្ងាយចន្លោះពី3000ទៅ5500គីឡូម៉ែត្រ